នាវាល្បាតសមុទ្រ HMS តាមម៉ារបស់កងទ័ពជើងទឹកអង់គ្លេសបានចូលសម្ចតនៅមូលដ្ឋានកងទ័ពជើងទឹករៀមរបស់កម្ពុជាជាលើកដំបូងក្នុងដំណើរទស្សនកិច្ចដែលស្ថានទូតអង់គ្លេសចាត់ទុកថាជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនិងទំនាក់ទំនងកងទ័ពជើងទឹករវាងប្រទេសទាំងពីរនាវា HMS Tama ជានាវាល្បាតសមុទ្រប្រភេទ River Class បានមកដល់កម្ពុជានៅថ្ងៃប្រហ័សទី20ខែសីហានិងបានចូលសម្ចតនៅមូលដ្ឋានកងទ័ពជើងទឹករៀមក្នុងខេត្តព្រះសីហនុស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានឲ្យដឹងថាក្នុងអំឡុងពេលទស្សនកិច្ចនេះកងទ័ពជើងទឹកអង់គ្លេសនិងកងយោធពលខេមរៈភូមិន្ទនឹងធ្វើការហ្វឹកហ្វឺនរួមគ្នាលើការឆ្លើយតបផ្នែកវិទ្យាសាស្ត្រការថែទាំអ្នករងរបួសការគ្រប់គ្រងការខូចខាតនិងជំនាញនាវាចរឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជាលោក Dominic William បានស្វាគមន៍ការមកដល់របស់នាវា HMS Tama និងក្រុមនាវិកដោយចាត់ទុកថាការចូលសម្ចតនៅមូលដ្ឋានកងទ័ពជើងទឹករៀមជាលើកដំបូងថាជាសញ្ញាបង្ហាញការរីកចម្រើននៃទំនាក់ទំនងកងទ័ពជើងទឹករវាងប្រទេសទាំងពីរមេបញ្ជាការនាវា HMS Tama លោក Tom Lancy បាននិយាយថាដំណើរទស្សនកិច្ចមកកាន់កម្ពុជាគឺជាកិត្តិយសសម្រាប់លោកនិងក្រុមនាវិកលោកថាដំណើរទស្សនកិច្ចនេះបង្ហាញពីការរីកចម្រើននៃភាពជាដៃគូរវាងកម្ពុជានិងអង់គ្លេសហើយជាឱកាសសម្រាប់កងទ័ពជើងទឹកនៃប្រទេសទាំងពីរធ្វើការរួមគ្នាជាពិសេសលើជំនាញវិទ្យាសាស្ត្រនិងជំនាញនាវាចរក្នុងអំឡុងពេលស្នាក់នៅកម្ពុជាមេបញ្ជាការនាវានិងរដ្ឋមន្ត្រីការពារជាតិអង់គ្លេសត្រូវបានគេរំពឹងថានឹងជួបជាមួយមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករៀមអភិបាលខេត្តព្រះសីហនុនិងមន្ត្រីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុជំនួបនានាត្រូវបានគេរំពឹងថានឹងផ្ដោតលើកិច្ចសន្ទនាផ្នែកការពារជាតិបញ្ហានាវាចរក្នុងតំបន់និងការស្វែងរកវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត HMS Tama គឺជានាវាល្បាតសមុទ្រទី3របស់កងទ័ពអង់គ្លេសដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា HMS Tama គឺជានាវាល្បាតសមុទ្រប្រភេទ River Class មួយរបស់កងទ័ពជើងទឹកអង់គ្លេសដែលកំពុងបំពេញបេសកកម្មនៅតំបន់ Indo-Pacific បេសកកម្មរបស់នាវានេះរួមមានការពង្រឹងសន្តិសុខសមុទ្រការការពារធនធានជលផលជំនួយមនុស្សធម៌និងការពង្រឹងទំនាក់ទំនងយោធាជាមួយប្រទេសនានានៅក្នុងតំបន់ដំណើរទស្សនកិច្ចរបស់ HMS Tama មកកាន់មូលដ្ឋានកងទ័ពជើងទឹករៀមកើតឡើងខណៈដែលមូលដ្ឋាននេះកំពុងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិកាន់តែខ្លាំងជាពិសេសពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជានិងចិនប្រទេសលោកខាងលិចធ្លាប់បានបង្ហាញការព្រួយបារម្ភថាចិនអាចពង្រីកឥទ្ធិពលយោធារបស់ខ្លួនតាមរយៈមូលដ្ឋាននេះប៉ុន្តែកម្ពុជាបានច្រានចោលការលើកឡើងថារៀមកំពុងត្រូវបានប្រែក្លាយទៅជាមូលដ្ឋានកងទ័ពបរទេសហើយបានបញ្ជាក់ថានាវារបស់បណ្ដាប្រទេសនានាត្រូវបានស្វាគមន៍ឲ្យចូលទស្សនានិងសហការនៅទីនោះចាប់តាំងពីមូលដ្ឋានកងទ័ពជើងទឹករៀមត្រូវបានសម្ពោធជាផ្លូវការកាលពីខែមេសាឆ្នាំ2025នាវារបស់ប្រទេសជាច្រើនរួមមានជប៉ុនវៀតណាមចិនរុស្ស៊ីនិងឥណ្ឌាបានធ្វើដំណើរទស្សនកិច្ចមកកាន់ទីតាំងនេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាបន្តបន្ទាប់ថាកម្ពុជាមិនអនុញ្ញាតឲ្យប្រទេសបរទេសណាមួយបង្កើតមូលដ្ឋានយោធារបស់ខ្លួននៅលើទឹកដីកម្ពុជាឡើយការមកដល់របស់នាវាចម្បាំងអង់គ្លេសនៅរៀមទំនងជានឹងទាក់ទាញការចាប់អារម្មណ៍បន្ថែមខណៈកម្ពុជាកំពុងព្យាយាមបង្ហាញថាមូលដ្ឋាននេះបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនាវាចរជាមួយដៃគូអន្តរជាតិជាច្រើន